សូមគោរពនិងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកដែលទស្សនាក្នុងវីដេអូនេះសកម្មភាពនេះគឺជាសកម្មភាពមួយដែលខ្ញុំចូលទៅទិញខោអាវនៅក្នុងហាង Dali ដូចជាឈ្មោះ Dali ហ្នឹងឯងពុកម៉ែបងប្អូនជីតាមគីឡូ12មកហួសរវងមូលមកបន្តិចគឺឃើញហើយតបរបស់គាត់ខ្ញុំឃើញភ្លាមខ្ញុំចូលទៅរកមើលទិញខោអាវគាត់បានធ្វើការងារអញ្ចឹងនៅពាក់ពេលយប់គាត់បានដេកនេះគឺជាមុខហាងរបស់គាត់ឈ្មោះ Dali មែន Daily ខ្ញុំអានឈ្មោះខុសហើយពុកម៉ែបងប្អូនពេលដែលទិញខោអាវហើយដោយសារតែខ្ញុំកាន់ទូរស័ព្ទផងឲ្យតតផងអញ្ចឹងអត់ហ៊ានជិះលឿនទេពុកម៉ែបងប្អូនអញ្ចឹងថតបដើហើយថតម្នាក់ឯងអញ្ចឹងទៅនេះខោអាវខ្ញុំទិញបានប៉ុណ្ណឹងហើយមកដល់ផ្ទះគឺម៉ែគាត់យកគេស្អីគេទេមកបាញ់មូសកុំឲ្យវានៅក្នុងកតុបជួយវានៅតាមខោអាវក៏អីចឹងដែរមូសច្រើនហើយមកដល់ផ្ទះខ្ញុំរើសសម្រាមកូនសិស្សរបស់ខ្ញុំពិតជាកម្ពុជាកូនសិស្សរោគលេខដាក់គ្មានប្រាប់រាល់ថ្ងៃថាកុំឲ្យចោលសម្រាមនៅក្រោមតុគាត់មិនដែលស្ដាប់ទេគាត់មកទុកសម្រាមឲ្យខ្ញុំរើសរាល់ថ្ងៃទុកឲ្យគ្រូរើសចឹងអ្នកដែលតក៏គាត់ចេះរៀបចំទៅកន្លែងទុកប៉ុន្តែមិននិយាយទេគឺចឹងហើយរាល់ថ្ងៃនិយាយអត់ចេះស្ដាប់ទេសិស្សកម្ពុជាសិស្សចឹងខ្ញុំមកវិញខ្ញុំមកពីខេត្តក៏រើសសម្រាមចឹងទៅពុកម៉ែបងប្អូនសកម្មភាពនេះនោះក្នុងផ្ទះមិនចេះហើយទេមួយថ្ងៃគឺតែអញ្ចឹងឯងធ្វើថ្ងៃនេះថ្ងៃស្អែកខាន់ស្អែកពេញត្រែលសិតតែស្នាដៃខ្ញុំផងស្នាដៃសិស្សផងចឹងគាត់ហូបនេះហូបនោះទៅអត់អីទេគេថាទុកឲ្យគ្រូហាត់ប្រាណឲ្យគ្រូតានីពេកចឹងណានេះសិតតែសបកនំហើយពួកគាត់ហូបហ៎ត្រឡប់មកវិញថាសកម្មភាពទាំងអស់នេះគ្រាន់តែជាការថតឲ្យបងប្អូនបានឃើញបានទស្សនាជាគម្រោងអនុស្សាវរីយ៍ខ្លួនឯងមើលផងទេពុកម៉ែបងប្អូនព្រោះយើងមិនងាយបានឃើញរូបភាពខ្លួនឯងធ្វើអីមួយថ្ងៃហើយខ្ញុំនឹកឃើញការខ្ញុំនៅក្មេងៗខ្ញុំអត់ចូលចិត្តថតរូបទេឲ្យតែគេនាំទៅថតឬក៏គេហៅថតខ្ញុំមិនដែលថតទេពុកម៉ែបងប្អូនព្រោះខ្ញុំគិតថាខ្លួនឯងមិនស្អាតមិនអីចឹងការពិតវាមិនស្អាតមែនណាមិនមែនថាខ្លួនឯងស្អាតអត់ស្អាតតែអញ្ចឹងខ្មាស់អត់ចង់ចូលកាមេរ៉ាទេដល់នេះគឺជាវគ្គដែលខ្ញុំឲ្យកូនសិស្សវឹកខាត់អានេះសិតតែសូត្រយកនេះកូនសិស្សរបស់ខ្ញុំគាត់យកលុយទិញចភៅយកលុយឲ្យថ្លៃចភៅចាថាទិញចភៅពុំរៀនហើយក៏មកយកចភៅឲ្យហើយក៏ដុបទៅផ្ទះកូនសិស្សនេះគឺកូនសិស្សខ្ញុំអរគុណពុកម៉ែបងប្អូន